វីដេអូនេះប្រហែលជាអាចចាក់ប្រធានតិចឯបណ្ដាញថ្ងៃនេះចង់និយាយមានភ្ញៀវក៏ឆាតតាម Telegram ចង់ទិញរុក្ខជាតិណាសួរយើងថារុក្ខជាតិហ្នឹងតម្លៃប៉ុណ្ណាអញ្ចឹងយើងក៏ធ្វើការរាយរាប់ប្រាប់គាត់ថារុក្ខជាតិដែលគាត់ចង់បានហ្នឹងមានពីរប្រភេទមានរុក្ខជាតិហ្នឹងវានៅក្នុងស្រុកហើយនឹងនាំចូលតែតម្លៃអានាំចូលហ្នឹងវាគុណពីរនៅក្នុងស្រុកហ្នឹងក៏សួរថាហេតុអីយើងក៏ប្រាប់គាត់ថាមកពីពូជដែលនាំចូលហ្នឹងជាប្រភេទពូជដែលវាមានតម្លៃថ្លៃហើយអាក្នុងស្រុកនេះវាតម្លៃធូរហើយហ្នឹងមកពីពូជអញ្ចឹងគាត់ក៏ធ្វើការតថ្លៃយើងក៏ធ្វើការស្របសម្រួលតាមអ្វីដែលយើងអាចស្របស្រួលបានណាអញ្ចឹងជាធម្មតាបើមួយខ្ញុំភ្ញៀវខ្ញុំប្រហែលជាគាត់ដឹងហើយថាខ្ញុំអត់សូវកាត់ភ្ញៀវចុះអត់ចុះច្រើនដែរអញ្ចឹងបន្ទាប់ពីយើងធ្វើការចរចាគ្នាហើយគាត់ក៏សុំ location បន្ទាប់ពីបាន location ហើយគាត់ក៏មកដល់គាត់ធ្វើការមកដល់យើងក៏ជូនគាត់ទៅមើលរុក្ខជាតិនៅក្នុងស្តុកហ្នឹងអាក្នុងស្រុកហ្នឹងវាមិនអាក្រៅស្រុកហ្នឹងវាមិនបានតម្លៃវាខុសគ្នាបន្ទាប់ពីមើលហើយគាត់ក៏ចាប់ផ្ដើមព្យាយាមតថ្លៃមួយសាទៀតទាំងយើងបានត្រូវរើតម្លៃគ្នាក្នុងឆាតណាអញ្ចឹងគាត់កាត់តទៀតគាត់តឲ្យអាក្រៅស្រុកហ្នឹងតម្លៃស្មើក្នុងស្រុកគាត់តព្យាយាមតមែនតែនហើយយើងប្រាប់ថាបានទេបើបងឯងចង់បានតម្លៃប៉ុណ្ណឹងបងឯងយកអាក្នុងស្រុកទៅហើយគាត់អត់ព្រមគាត់ថាគាត់ចង់បានក្រៅស្រុកតែគាត់ចង់បានតម្លៃនៅក្នុងស្រុកខ្ញុំក៏ថាលក់អត់កើតបើលក់កើតលក់ឲ្យកើតលក់កើតយើងលក់ឲ្យប៉ុន្តែលក់អត់កើតទេព្រោះតម្លៃដែលយើងដាក់នេះក៏មិនជាតម្លៃដែលយើងឲ្យតដែរជាតម្លៃលក់អញ្ចឹងណាបន្ទាប់ពីតចុះតឡើងហើយគាត់ក៏ថាឲ្យខ្ញុំដោយសារតែយើងអត់ព្រមចុះយើងក៏ថាបើមកចង់បានធូក៏មកយកអាធូទៅគាត់ក៏ថាមិនដឹងថាគួរហៅយើងថាពូឬក៏មីងទេនិយាយលើកទី1ខ្ញុំមើលមុខហើយក៏ខ្ញុំតតម្លាក់ទឹកមុខចុះវិញខ្ញុំក៏គិតក្នុងចិត្តថាយើងអត់មានភាពស្និទ្ធស្នាលអីផងហើយក៏មិនដែលស្គាល់គ្នាដែរវាជាលើកទី1ណាហើយក៏ខ្ញុំអត់មាត់អីដែរតមកគាត់បន្តទៀតគាត់ប្រហែលជាស្មានថាយើងអត់លឺអញ្ចឹងក៏គាត់និយាយថាមិនដឹងថាគួរហៅយើងថាពូឬក៏មីងទេបានជាយើងនិយាយអត់ចូលគ្នាអញ្ចឹងហើយដល់ពេលហើយខ្ញុំក៏នៅតែធ្វើអត់លឺដដែលលើកទី3ក៏គាត់នៅនិយាយមួយសារទៀតខ្ញុំក៏ថាគាត់ថាបងមនុស្សប្រុសសុទ្ធណាគេតថ្លៃចម្រិញអញ្ចឹងជាធម្មតាបើបងឯងជាមនុស្សប្រុសសុទ្ធហ្មងគេអត់សាំញ៉ាំច្រើនអញ្ចឹងទេបើថាទិញបើមិនទិញគឺអត់ហ្មងតែបងឯងនៅចម្រិញនៅហ្នឹងហើយខ្ញុំក៏អត់បានតឲ្យច្រើនដែរខ្ញុំក៏គាត់ប្រាប់គាត់ថាអញ្ចឹងណាតែមនុស្សប្រុសសុទ្ធគេអត់សាំញ៉ាំអញ្ចឹងទេដល់ពេលដែលគាត់លឺខ្ញុំនិយាយអញ្ចឹងគាត់ក៏តម្លាក់ទឹកមុខគាត់ថាអញ្ចឹងខ្ចប់ឲ្យគាត់យកទៅដាក់ឡានទៅរឿងហ្នឹងមានតែប៉ុណ្្នឹងបកមកវិញគាត់តែខ្ញុំចង់ប្រាប់ថាពេលខ្លះការលេងសើចឬមួយការនិយាយវាមានដែនកំណត់ណាពីព្រោះយើងអត់ស្គាល់គ្នាទេហើយទោះបីជាគាត់ចង់ថាយើងជាមនុស្សបែបណាក៏គាត់គួរតែស្វែងយល់ពីយើងសិនថាយើងជាមនុស្សដែលប្រកាន់អត់លេងកើតអត់ហើយយើងនិយាយជាមួយគាត់ហ្នឹងតើមានការលេងសើចអត់អញ្ចឹងផ្ដាំទៅអ្នកទាំងអស់គ្នាណាមិនប្រកាសថាគេគ្រប់គ្នាសប្បាយចិត្តជាមួយនឹងពាក្យសម្ដីលេងសើចរបស់យើងទេសម្ដីខ្លះអាចធ្វើឲ្យមនុស្សរីករាយសម្ដីខ្លះក៏អាចធ្វើឲ្យយើងបាក់មុខដោយសារតែពាក្យសម្ដីខ្លួនឯងដែរអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹង